ជាអស្ចារ្យខ្លាំងមែនទែនស្ដេចឡានរបស់ James Bond សុំខមាកម្ពុជារថយន្តប្រណិតដែលដឹកឯកឧត្តមប្រធានាធិបតីស៊ីជីនពីងនៅកម្ពុជានៅម៉ាឡេស៊ីនិងវៀតណាមនោះល្បីថាបាញ់មិនធ្លុះអាវុធគីមីក៏ធ្វើអ្វីមិនកើតសូម្បីតែគ្រាប់រ៉ុកែតក៏មិនខ្លាចដែរយោងទៅតាមបណ្ដាញសារព័ត៌មានបរទេសជាច្រើនបានចុះផ្សាយថាកម្ពុជារថយន្តប្រណិតនេះគឺមានឈ្មោះថា Hongqi N701 Limousine ហើយជាស្ដេចរថយន្ត Limousine ពាសដែកប្រវែង75ម៉ែត្រនិង50សង់ទីម៉ែត្រដែលផលិតឡើងដោយក្រុមហ៊ុនផលិតរថយន្តប្រណិត Hongqi សម្រាប់ថ្នាក់ដឹកនាំចិនប្រើប្រាស់ផ្ដាច់មុខតែម្ដងHongqi គឺជាភាសាចិនដែលមានអត្ថន័យថាទង់ជាតិក្រហមហើយលក្ខណៈសម្បត្តិភាគច្រើននៃស្ដេចរថយន្តរបស់ប្រមុខរដ្ឋចិនគឺលាក់ទុកជាឧបករណ៍សម្ងាត់ប៉ុន្តែបើទោះបីជាយ៉ាងណានៅមានចំណុចពិសេសមួយចំនួនត្រូវបានបង្ហាញនៅក្នុងនោះមានដូចជាដែកនិងកញ្ចក់របស់កម្ពុជារថយន្ត Hongqi នេះគឺបាញ់មិនធ្លុះនោះទេសូម្បីតែរ៉ុកែតឬក៏គ្រាប់បែកក៏សូមចាញ់ដែរហើយកង់របស់វាវិញធ្វើអំពីជ័ររឹងស្វិតដែលមានប្រព័ន្ធការពារគ្រាប់ដូចគ្នាពលគឺបើទោះបីជារងការវាយប្រហារវានៅតែអាចបើកទៅមុខបានយ៉ាងរលូនបំផុតលើសពីនេះទៅទៀតវាមានបំពាក់ប្រព័ន្ធអាវក្រោះដែលអាចការពារថ្នាក់ដឹកនាំអំពីការវាយប្រហារដោយអាវុធគីមីនិងអាវុធជីវសាស្ត្របានទៅទៀតអ្វីដែលកាន់តែពិសេសគឺ Hongqi N701 មានបង្កប់នៅប្រព័ន្ធទំនាក់ទំនងសម្ងាត់ដែលសូម្បីតែស្ដេចរថយន្ត James Bond 007ក៏សុំខ្មាស់ដែររឿងដែលកាន់តែភ្ញាក់ផ្អើលគឺរថយន្ត Hongqi បំពាក់សុទ្ធតែកំពូលមុខងារទៅហើយក៏ប៉ុន្តែចំណាយប្រាក់ផលិតអស់ត្រឹមតែប្រហែលជា$70000តែប៉ុណ្ណោះនៅក្នុងមួយគ្រឿងកំពូលរថយន្តនេះទៀតសោតមានទម្ងន់3តោននិង100គីឡូក្រាមហើយវាបំពាក់ដោយម៉ាស៊ីន Turbo ភ្លោះ V8 និង V12 ដែលបង្កើនកម្លាំងរហូតទៅដល់408កម្លាំងសេះក្រុមហ៊ុន Hongqi ផលិតរថយន្តប្រណិតនេះឡើងមិនលក់ជាសាធារណៈនោះទេទុកសម្រាប់តែថ្នាក់ដឹកនាំកម្ពុជារបស់ចិនប្រើប្រាស់តែប៉ុណ្ណោះពលគឺមានតែរថយន្ត Hongqi N707 Limousine មានចំនួនប្រហែលជា50គ្រឿងតែប៉ុណ្ណោះដែលគ្រោងនឹងផលិតបន្ថែមទៀតសម្រាប់រយៈពេល1ទសវត្សរ៍ទៅមុខ